Hello អ្នកទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយរឿង Luffy Zoro ប្រយុទ្ធជាមួយនឹង Morgan ចាប់ផ្ដើមសាច់រឿងមក Luffy សប្បាយចិត្តខ្លាំងណាស់នៅពេលដែល Zoro ព្រមចូលក្រុមជាមួយនឹងគេបន្ទាប់មក Morgan មិនចាំយូរក៏បញ្ជាឲ្យកង Marine ទៅកម្ចាត់ពីរអ្នកនោះចោលប៉ុន្តែនៅគ្រាអាសន្នបែបនេះ Luffy បែរជាស្ដាយចំណង Zoro មិនរួចតែធ្វើឲ្យ Zoro គឺខឹងខ្លាំងមែនតើស្រាយឲ្យលឿនអបកាចបន្ទាប់មកកងម៉ារីនក៏សម្រុកមកដល់មើលទៅសូរ៉ូគឺពិតជាគ្មានសង្ឃឹមរស់នោះទេប៉ុន្តែសំណាងល្អវិញគឺសូរ៉ូអាចចេញពីចំណងនោះបានហើយទប់ទល់ជាមួយនឹងកងម៉ារីនបានថែមទៀតតែធ្វើឲ្យម៉ូហ្កែនគឺភ្ញាក់ផ្អើលខ្លាំងមែនតើរីឯលូហ្វីរបស់យើងគឺឃើញសមត្ថភាពសូរ៉ូឡើងចំហមាត់តែម្ដងដោយមិនចាំយូរលូហ្វីក៏បលូតជើងទាត់កងម៉ារីននោះដួលខ្ទេចធ្វើឲ្យម៉ូហ្កែនគឺចាប់ផ្ដើមខឹងទ្វេដងហើយដោយមិនចាំយូរលូហ្វីក៏ស្ទុះទៅដាក់ម៉ូហ្កែនមកដៃប៉ុន្តែម៉ូហ្កែនបានប្រើពូថៅដៃរបស់គេគឺខាំងជាប់បន្ទាប់មកម៉ូហ្កែនក៏បានដោះអាវក្រៅចេញត្រៀមប្រយុទ្ធជាមួយនឹងលូហ្វីបន្ទាប់មកពួកគេក៏ប៉ះគ្នាមកប្រាវបន្ទាប់ពីបានផ្ដួលម៉ូហ្កែនហើយលូហ្វីក៏មិនអស់ចិត្តក៏ទៅម៉ាត់ម៉ូហ្កែន 4-5 ដៃទៀតប៉ុន្តែពេលនោះហេមអេប៉ូលក៏បានយកកាភ្លើងមកគំរាមខូប៊ីថាឲ្យឈប់ភ្លាមមកមិនចង់ងាប់ពេលនោះខូប៊ីគឺភ័យខ្លាំងមែនតើមិនដឹងធ្វើយ៉ាងម៉េចប៉ុន្តែលូហ្វីបែរជាញញឹមហើយត្រៀមបលូតដៃទៅជួយខូប៊ីខណៈពេលដែលម៉ូហ្កែនកំពុងបាក់ការវេវហារទៅលើលូហ្វីពីក្រោយខ្នងពេលនោះលូហ្វីអត់ខ្វល់ពីម៉ូហ្កែនទេក៏ដឹងតែទៅជួយខូប៊ីក៏បលូតដៃម៉ាត់ហេមអេប៉ូលមកដៃឡើងប៉ើប៉ុន្តែកាប់មកដល់លូហ្វីផងសូរ៉ូក៏បានប្រើក្បាច់ដាវកម្ចាត់ម៉ូហ្កែនបានយ៉ាងងាយដែលធ្វើឲ្យពួកគេទាំងពីរយកឈ្នះទៅលើការប្រកួតនេះបានវីដេអូដែលលូហ្វីនិងសូរ៉ូបានប្រយុទ្ធជាមួយនឹងម៉ូហ្កែនចាប់ត្រឹមនេះយើងនឹងជួបគ្នានៅវីដេអូក្រោយថាលូហ្វីនឹងប៉ះជាមួយនឹងគេទៀតនៅពេលខាងវគ្គបន្ទាប់សូមអរគុណសម្រាប់ការទស្សនាបាយបាយ